ជំរាបសួរបងប្អូនជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នាផងដែរបាទរីករាយថ្ងៃអាទិត្យទាំងអស់គ្នាដោយសារតែមិញហ្នឹងទៅជួបជាមួយនឹងtele awareness ជាមួយនឹងបញ្ហាសុខភាពពីបញ្ហាទឹកនោមផ្អែមជំងឺលើសសម្ពាធឈាមជំងឺមហារីកជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺផ្សេងជាច្រើនទៀតកំពុងតែវាយលុកនៅក្នុងប្រទេសនិងទូទាំងពិភពលោកបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការចែកម្លែកពាក់ព័ន្ធជាមួយនឹងផ្នែកវីតាមីនតើសារធាតុនៃវីតាមីនA វីតាមីន B វីតាមីន C វីតាមីន D វីតាមីន E កាល់ស្យូមស័ង្កសីដែកនិងសារធាតុរ៉ែផ្សេងជាច្រើនទៀតតើវាមានទូនាទីនឹងទៅបំពេញនៅចន្លោះខ្វះខាតអ្វីខ្លះទៅដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំនឹងនិយាយពីអត្ថប្រយោជន៍រួមតែម្ដងទី1នោះគឺវាជួយបន្ថែមថាមពលជួយប្រព័ន្ធភាពស៊ាំឲ្យមានភាពរឹងមាំល្អជួយដល់ខួរក្បាលនិងបេះដូងជួយដល់ផ្នែកសុខភាពឆ្អឹងនិងស្បែកបាទចំណុចសំខាន់ពាក់ព័ន្ធជាមួយនឹងវីតាមីន A ជួយភ្នែកនិងការមើលឃើញនៅពេលយប់បានល្អជួយស្បែកនិងប្រព័ន្ធភាពស៊ាំជួយការលូតលាស់របស់កោសិការីឯវីតាមីន B ឬក៏ B complete ជួយបំលែងអាហារទៅជាថាមពលជួយប្រព័ន្ធសរសៃប្រសាទនិងខួរក្បាលដំណើរការល្អជួយបង្កើតគ្រាប់ឈាមក្រហមជួយកាត់បន្ថយភាពនឿយហត់បាទរីឯវីតាមីន C វិញជួយបង្កើនភាពស៊ាំបង្កើតជាអាវក្រោះខាងក្នុងដើម្បីទប់ស្កាត់ពីពពួក virus ឬក៏ប្រភេទនៃភាពស៊ាំរបស់រាងកាយផងយើងឲ្យវាមានកងទ័ពគ្រប់គ្រាន់ក្នុងការទប់ស្កាត់កុំឲ្យមានការបង្ករោគផ្សេងមួយទៀតនោះជួយស្បែកនឹងការបង្កើត collagen ចេញពីប្រព័ន្ធកោសិកាឆ្អឹងផងយើងដែលវាមានសមត្ថភាពក្នុងការស្រូបយកប្រភេទនៃកាល់ស្យូមម៉ាញ៉េស្យូមនិងវីតាមីន C ដើម្បីពង្រឹងប្រព័ន្ធស្បែកនិងបង្កើត collagen ឲ្យស្បែកយើងមានភាពល្អប្រសើរឬក៏ទន់រលោងជួយឲ្យរបួសឆាប់ជាសះស្បើយជួយស្រូបយកជាតិដែកបានល្អប្រសើរបំផុតបាទរីឯវីតាមីន D ជួយស្រូបជាតិកាល់ស្យូមអញ្ចឹងបងប្អូនឆ្ងល់ទេថាតើវីតាមីន D គឺជាអ្វីវីតាមីន D ដែលបងស្ត្រីដែលគាត់ធ្វើការឆ្លងតលេហើយសម្រាប់ទារកយើងតែងតែធ្វើការហាលកម្ដៅថ្ងៃចន្លោះពីម៉ោង6កន្លះព្រឹករហូតដល់ម៉ោង8ព្រឹកសម្បូរដោយការសាំងតេស៊ីសធ្វើការಸಂយោគជាមួយនឹងពន្លឺព្រះអាទិត្យនោះនឹងបង្កើតនៅវីតាមីន D ផងដែរប៉ុន្តែវីតាមីន D នេះក៏វាមានភាពសមឬក៏មានភាពសមាសធាតុក្នុងការជួយស្រូបជាតិកាល់ស្យូមនិងជួយឆ្អឹងនិងជួយធ្មេញឲ្យមានភាពរឹងមាំល្អពិសេសបំផុតគឺជួយសាច់ដុំនិងភាពស៊ាំរបស់សុខភាពផងយើងផ្សេងផងដែរមួយទៀតគឺពាក់ព័ន្ធជាមួយនឹងវីតាមីន E វីតាមីន E គឺមានតួនាទីសំខាន់មែនទែនគឺវាជាសារធាតុប្រឆាំងអុកស៊ីតកម្មបាទជួយការពារកោសិកាមហារីកជួយធ្វើឲ្យស្បែកនិងសុខភាពបេះដូងដំណើរការល្អរីឯពាក់ព័ន្ធជាមួយនឹងកាល់ស្យូមមានតួនាទីទៅជួយឆ្អឹងនិងធ្វើឲ្យធ្មេញមានភាពរឹងមាំជួយសាច់ដុំនិងបេះដូងដំណើរការល្អជួយការកកឈាមបាទវាទប់ស្កាត់កុំឲ្យមានបញ្ហាកកឈាមនៅក្នុងប្រព័ន្ធ hemoglobin របស់រាងកាយផងយើងរីឯសង្កសីជួយបង្កើនភាពស៊ាំរាងកាយជួយឲ្យរបួសឆាប់ជាសះស្បើយជួយស្បែកជួយសក់និងជាការជួយដល់ការលូតលាស់នៅសុខភាពបុរសនិងស្ត្រីផងដែរបាទរីឯគេហៅថាអ៊ីយ៉ុងឬក៏ជាតិដែកនោះវាជួយបង្កើតគ្រាប់ឈាមក្រហមជួយដឹកនាំអុកស៊ីហ្សែនទៅរាងកាយយើងទាំងមូលការខ្វះជាតិដែកអាចបណ្ដាលឲ្យអ្នកជំងឺមានភាពស្លេកស្លាំងនិងអស់កម្លាំងរីឯប្រភេទរ៉ែផ្សេងជាច្រើនដែលមានដូចជាប្រភេទម៉ាញ៉េស្យូមជួយធ្វើឲ្យសាច់ដុំប្រព័ន្ធប្រសាទក្នុងករណីអ្នកជំងឺដែលអាសាលមូកពើឬក៏គេងមិនសូវបានគ្រប់គ្រាន់យើងគួរប្រើប្រាស់ប្រភេទម៉ាញ៉េស្យូមឲ្យបានត្រឹមត្រូវប៉ូតាស្យូមគឺជំនួយដល់ប្រព័ន្ធបេះដូងនិងសម្ពាធឈាមបាទអាយ៉ូឌីនជួយក្រពេញទីរ៉ូអ៊ីតបាទនេះគឺជាប្រភេទវីតាមីនដែលខ្ញុំបានធ្វើការអត្ថាធិប្បាយនិងធ្វើការរៀបរាប់បងប្អូនកុំភ្លេចជួយធ្វើការ share វីដេអូនៃបន្តដើម្បីឲ្យបងប្អូនគ្រប់គ្នាទទួលបានព័ត៌មានដែលសំខាន់មនុស្សយើងម្នាក់ចាំបាច់បំផុតគឺត្រូវការអាហារូបត្ថម្ភអាហាររាងកាយនិងអាហារបម្រុងបាទអញ្ចឹងទាំងអស់នេះគឺយើងត្រូវការថែមជាមួយនឹងការទទួលទាន
នៅអាហារពេលព្រឹកអាហារពេលថ្ងៃនិងអាហារពេលល្ងាចដើម្បីទៅបង្គ្រប់នៅប្រព័ន្ធរាងកាយយើងដែលចាំបាច់នៅក្នុងការរស់នៅចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃបាទអរគុណជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អនិងសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារផងដែរបាទអរគុណច្រើន